ជំរាបសួរបងប្អូនជនរួមជាតិជាទីគោរពថ្ងៃនេះខ្ញុំបាទសូមជូនព័ត៌មានប្រចាំថ្ងៃដែលបានដកស្រង់ចេញពីគេហទំព័រថ្មីក្រសួងបរិស្ថានណែនាំឲ្យអាជ្ញាធរតាមបណ្ដាខេត្តចូលរួមទប់ស្កាត់ភ្លើងឆេះព្រៃនារដូវប្រាំងក្រសួងបរិស្ថានបានណែនាំឲ្យអាជ្ញាធរតាមបណ្ដាខេត្តពិសេសសហគមន៍តំបន់ការពារធម្មជាតិនានាចូលរួមទប់ស្កាត់បញ្ហាភ្លើងឆេះព្រៃដែលប្រឈមនឹងកើតមាននារដូវប្រាំងបើតាមក្រសួងបរិស្ថានរដូវប្រាំងមានអាកាសធាតុក្តៅហួតហែងអាចបង្កនៅភ្លើងឆេះព្រៃហើយសកម្មភាពមនុស្សកាប់ឆ្ការទន្ទ្រានព្រៃដើម្បីធ្វើកសិកម្មលំនៅឋាននិងបទល្មើសផ្សេងៗក៏ជាកត្តាប្រឈមនាំឲ្យមានភ្លើងឆេះព្រៃផងដែរតាមសេចក្តីណែនាំរបស់ក្រសួងបរិស្ថានដើម្បីទប់ស្កាត់បញ្ហាភ្លើងឆេះព្រៃអង្គភាពជំនាញរដ្ឋបាលខេត្តមន្ទីរបរិស្ថាននិងសហគមន៍តំបន់ការពារធម្មជាតិតាមបណ្ដាខេត្តនីមួយៗត្រូវអនុវត្តសកម្មភាពអប់រំផ្សព្វផ្សាយនិងណែនាំដល់ពលរដ្ឋឲ្យប្រុងប្រយ័ត្នពិសេសលើការប្រើប្រាស់ភ្លើងមិនថាជាការចម្អិនអាហារយកឃ្មុំក្នុងព្រៃដុតស្មៅព្រៃការដុតព្រៃស្ទាក់ចាប់សត្វនិងការប្រមូលអនុផលព្រៃឈើក្នុងតំបន់ធម្មជាតិជាដើមក្រសួងក៏ណែនាំឲ្យទប់ស្កាត់ការកាប់ឆ្ការទន្ទ្រាននិងឈូសឆាយព្រៃដើម្បីពង្រីកដីដាំដំណាំឬសង់លំនៅឋានខុសដែលអាចបង្កឲ្យមានភ្លើងឆេះព្រៃនិងរាលដាលដល់សហគមន៍ពលរដ្ឋរស់នៅហេដ្ឋារចនាសម្ព័ន្ធនិងតំបន់រដ្ឋបាលសាធារណៈនានាក្នុងករណីចាំបាច់ត្រូវប្រើភ្លើងដុតសំណល់ព្រៃឈើធ្វើកសិកម្មឬសកម្មភាពស្របច្បាប់ក្នុងតំបន់ការពារធម្មជាតិត្រូវជូនដំណឹងដល់មន្ទីរបរិស្ថានរាជធានីខេត្តដើម្បីណែនាំអនុវត្តវិធានបច្ចេកទេសនិងធានាសុវត្ថិភាពចំពោះការរុករកផលនិងអនុផលព្រៃឈើជាប្រពៃណីក្នុងតំបន់ការពារធម្មជាតិមន្ទីរបរិស្ថានត្រូវណែនាំឲ្យពន្លត់ភ្លើងឲ្យរលត់អស់មុនពេលចាក់ចេញដើម្បីការពារការឆេះរាលដាលពីកន្លែងមួយទៅកន្លែងមួយនិងត្រូវរក្សាទឹកឲ្យបានល្អមានជាប្រចាំក្នុងករណីមានភ្លើងឆេះជាយថាហេតុអាជ្ញាធរពាក់ព័ន្ធត្រូវអន្តរាគមន៍និងទប់ស្កាត់ជាបន្ទាន់ក្នុងករណីកើតមានភ្លើងឆេះព្រៃហើយមន្ទីរបរិស្ថានតាមខេត្តនីមួយៗត្រូវចាត់វិធានការតាមផ្លូវច្បាប់ចំពោះបុគ្គលដែលបានកាប់រុករានដុតព្រៃនិងកាន់កាប់ព្រៃឈើក្នុងតំបន់ការពារធម្មជាតិមន្ត្រីពាក់ព័ន្ធត្រូវសហការគ្នាហាមឃាត់ឲ្យបានការចូលប្រើប្រាស់ដីព្រៃនិងព្រៃលិចទឹកក្នុងតំបន់ការពារធម្មជាតិពិសេសតំបន់បានឆេះរួចដើម្បីទុកលទ្ធភាពឲ្យរុក្ខជាតិដុះឡើងវិញតាមធម្មជាតិយោងតាមក្រមបរិស្ថានមាត្រា849ការធ្វើប្រហែសមិនប្រុងប្រយ័ត្ននិងមិនគោរពកាតព្វកិច្ចបង្កឲ្យមានភ្លើងឆេះព្រៃជាបទល្មើសធនធានធម្មជាតិថ្នាក់ទី1ក្នុងតំបន់ការពារធម្មជាតិដែលត្រូវផ្តន្ទាទោសជាប់ពន្ធនាគារពី1ខែដល់1ឆ្នាំនិងពិន័យពី10លានរៀលដល់100លានរៀលមាត្រា851បុគ្គលដែលបានបង្កឲ្យមានភ្លើងឆេះព្រៃដោយចេតនាជាបទល្មើសធនធានធម្មជាតិថ្នាក់ទី3ដែលត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី5ទៅ10ឆ្នាំក្រសួងបរិស្ថានរំពឹងថាអាជ្ញាធរមន្ត្រីពាក់ព័ន្ធនិងពលរដ្ឋចូលរួមសហការទប់ស្កាត់ដើម្បីការពារធនធានធម្មជាតិព្រៃឈើសង្គ្រាមឈ្លានពាននាំមកនូវការប្រព្រឹត្តឧក្រិដ្ឋកម្មបរិស្ថានយ៉ាងធ្ងន់ធ្ងរនិងទូលំទូលាយសង្គ្រាមឈ្លានពានដោយប្រើកម្លាំងយោធាដើម្បីរំលោភបំពានបូរណភាពទឹកដីរដ្ឋអធិបតេយ្យមួយគឺមិនត្រឹមតែជាការរំលោភសិទ្ធិមនុស្សនិងច្បាប់អន្តរជាតិប៉ុណ្ណោះទេតែជាអំពើឧក្រិដ្ឋប្រឆាំងនឹងបរិស្ថានផងដែរអំពើទាំងអស់នេះបានបង្កឲ្យមានការបំផ្លិចបំផ្លាញប្រព័ន្ធអេកូឡូស៊ីការបំពុលបរិស្ថាននិងជីវៈចម្រុះក្នុងទ្រង់ទ្រាយធំនិងមានលក្ខណៈយូរអង្វែងហើយឈានដល់ការមិនអាចស្ដារឡើងវិញបានឡើយនេះជាការលើកឡើងរបស់លោកអៀងសុផាឡែតរដ្ឋមន្ត្រីក្រសួងបរិស្ថានលោកអៀងសុផាឡែតបានសរសេររៀបរាប់នៅលើកណនីសង្គមរបស់ខ្លួននាថ្ងៃទី2ខែមករានេះថាផលប៉ះពាល់ទាំងនេះមិនបញ្ចប់ត្រឹមតំបន់សមរភូមិនោះទេប៉ុន្តែអាចបន្តរយៈពេលជាច្រើនជំនាន់លោកបានបញ្ជាក់យ៉ាងដូចនេះការឈ្លានពានដែលជាអំពើឧក្រិដ្ឋកម្មបរិស្ថាននេះគឺទាមទារចាំបាច់ឲ្យមានការទទួលខុសត្រូវលើការការពារបរិស្ថាននិងធនធានធម្មជាតិនិងការយកចិត្តទុកដាក់កាន់តែខ្លាំងក្នុងពេលមានជម្លោះរួមទាំងបន្ថែមនូវការបដិញ្ញាចិត្តសកលចំពោះសន្តិភាពដើម្បីពង្រឹងការអនុវត្តច្បាប់និងធានាចីរភាពបរិស្ថាននិងធនធានធម្មជាតិសម្រាប់មនុស្សជំនាន់ក្រោយនិងអនាគតបើតាមលោករដ្ឋមន្ត្រីក្រសួងបរិស្ថានការប្រើប្រាស់សភាវុធធនធ្ងន់ការបាញ់ផ្សែងពុលការបំផ្ទុះគ្រាប់បែកនិងសកម្មភាពយោធានានាបានបំផ្លាញព្រៃឈើដីស្រែទន្លេនិងតំបន់សមុទ្រដែលជាមូលដ្ឋានសម្រាប់ជីវិតរបស់មនុស្សសត្វព្រៃនិងមច្ឆជាតិនៅពេលដែលប្រព័ន្ធអេកូឡូស៊ីត្រូវបានបំផ្លាញនោះសមតុល្យធម្មជាតិក៏ត្រូវដួលរលំបណ្ដាលឲ្យបាត់បង់ជីវៈចម្រុះនិងការផុតពូជសត្វនិងរុក្ខជាតិជាច្រើនប្រភេទក្រៅពីការបំផ្លាញដោយផ្ទាល់ហើយនោះ ស
សង្គ្រាមក៏បង្កការបំពុលបរិស្ថានយ៉ាងធ្ងន់ធ្ងរផងដែរលោកអៀងសុផល្លែតបានរៀបរាប់បន្ថែមថាសំណល់អាវុធសារធាតុគីមីប្រេងនិងសម្ភារៈយោធាផ្សេងៗអាចជ្រៀតចូលទៅក្នុងដីនិងប្រភពទឹកបង្កគ្រោះថ្នាក់ដល់សុខភាពមនុស្សនិងសត្វការបំផ្លាញទីជម្រកធម្មជាតិធ្វើឲ្យសត្វព្រៃខ្វះជម្រករស់នៅនិងអាហារបង្ខំឲ្យមានការផ្លាស់ទីឬត្រូវស្លាប់បាត់បង់ជាមួយគ្នានេះសហគមន៍មនុស្សដែលអាស្រ័យលើធនធានធម្មជាតិក៏រងផលប៉ះពាល់ដូចគ្នាដោយបាត់បង់ដីធ្លីកសិកម្មនិងជីវភាពប្រចាំថ្ងៃផលវិបាកទាំងនេះអាចបន្តពីចំនួនមួយទៅចំនួនមួយបង្កជាបញ្ហាបរិស្ថានសង្គមនិងសេដ្ឋកិច្ចយ៉ាងស្មុគស្មាញសង្គ្រាមឈ្លានពានក៏បង្កការបំពុលបរិស្ថានក្នុងទ្រង់ទ្រាយធំផងដែរជាពិសេសបំពុលលើដីដែនអាកាសនិងទឹកការប្រើប្រាស់អាវុធការបំផ្ទុះគ្រាប់បែកសកម្មភាពយោធានិងសំណល់សង្គ្រាមបានបញ្ចេញសារធាតុពុលចូលទៅក្នុងធម្មជាតិបង្កផលប៉ះពាល់យូរអង្វែងដល់សុខភាពមនុស្សប្រព័ន្ធអេកូឡូស៊ីនិងជីវភាពសហគមន៍រដ្ឋមន្ត្រីក្រសួងបរិស្ថានបានពន្យល់ថាសំណល់អាវុធគ្រាប់មិនទាន់ផ្ទុះសារធាតុគីមីនិងប្រេងពីយានយន្តរបស់យោធាបង្កឲ្យមានការបំពុលដីបំផ្លាញគុណភាពដីកសិកម្មធ្វើឲ្យដំណាំលូតលាស់មិនបានល្អនិងបង្កហានិភ័យដល់សុវត្ថិភាពអាហារបើតាមលោកអៀងសុផាឡែតនៅតំបន់ជាច្រើនការបំពុលដីដោយសំណល់សង្គ្រាមអាចបន្តរាប់សិបឆ្នាំហើយពិបាកសម្អាតឲ្យស្អាតវិញណាស់ចំពោះលំអងនិងឧស្ម័នគីមីពុលដែលបានបាញ់ស្រោចពីយន្តហោះចម្បាំងឬបញ្ចេញពីការបំផ្ទុះនិងការដុតសម្ភារៈយោធាគឺអាចប៉ះពាល់ដល់ប្រព័ន្ធផ្លូវដង្ហើមនិងបង្កជំងឺរ៉ាំរ៉ៃការបំពុលអាកាសក៏អាចរាលដាលឆ្ងាយពីតំបន់សង្គ្រាមតាមរយៈខ្យល់បង្កផលប៉ះពាល់ដល់តំបន់ជិតខាងផងដែរសារធាតុទាំងនេះក៏បំពុលប្រភពទឹកប្រើប្រាស់ផងដែរខណៈដែលសម្លេងផ្ទុះនៃគ្រាប់កាំភ្លើងប៉ះពាល់ដល់ជីវិតសត្វព្រៃក្នុងចម្ងាយរាប់គីឡូម៉ែត្រនេះជាការអះអាងរបស់រដ្ឋមន្ត្រីក្រសួងបរិស្ថានដែលកងកម្លាំងទ័ពឈ្លានពានជាញឹកញាប់លួចយកឬប្រើប្រាស់ធនធានធម្មជាតិដូចជាសត្វព្រៃឈើរ៉ែប្រេងនិងទឹកដើម្បីគាំទ្រប្រតិបត្តិការយោធាឬរកប្រាក់ចំណេញរួមទាំងការកាប់ឈើខុសច្បាប់ជាដើមលើសពីនេះសង្គ្រាមឈ្លានពានក៏បានបង្កផលប៉ះពាល់ដល់សត្វព្រៃនិងជីវៈចម្រុះយ៉ាងទូលំទូលាយផងដែរទាំងរយៈពេលខ្លីនិងវែងជាមួយគ្នានេះផងដែរលោកអៀងសុផល្លែតបានលើកឡើងអំពីច្បាប់អន្តរជាតិជាច្រើនដែលយោធាថៃបានបំពានក្នុងការឈ្លានពានមកលើកម្ពុជាផងដែររួមមានច្បាប់មនុស្សធម៌អន្តរជាតិក្នុងក្របខ័ណ្ឌនៃច្បាប់មនុស្សធម៌អន្តរជាតិពិធីសារបន្ថែមទី1 1977នៃអនុសញ្ញាទីក្រុងហ្សឺណែវឆ្នាំ1949ផ្ដល់នូវការការពារជាក់លាក់សម្រាប់បរិស្ថានធម្មជាតិមាត្រា35 3ត្រូវបានហាមឃាត់ការប្រើប្រាស់វិធីសាស្ត្រឬមធ្យោបាយសង្គ្រាមដែលមានចេតនាឬដោយការរំពឹងទុកដែលនឹងបង្កការខូចខាតយ៉ាងទូលំទូលាយដល់បរិស្ថានធម្មជាតិរយៈពេលវែងនិងធ្ងន់ធ្ងរមាត្រា55 1យកចិត្តទុកដាក់ក្នុងពេលសង្គ្រាមដើម្បីការពារបរិស្ថានធម្មជាតិការខូចខាតរយៈពេលវែងនិងធ្ងន់ធ្ងរដោយសារសង្គ្រាមការវាយប្រហារប្រឆាំងនឹងបរិស្ថានធម្មជាតិតាមរយៈការសងសឹកត្រូវបានហាមឃាត់ច្បាប់ឧក្រិដ្ឋកម្មអន្តរជាតិយោងតាមមាត្រា 82 ខ IV នៃលក្ខន្តិកៈទីក្រុងរូមនៃតុលាការព្រហ្មទណ្ឌអន្តរជាតិការបើកការវាយប្រហារដោយចេតនាដោយដឹងថាការវាយប្រហារបែបនេះនឹងបណ្ដាលឲ្យមានការបាត់បង់ជីវិតឬរបួសដោយចៃដន្យដល់ជនស៊ីវិលការខូចខាតដល់សម្ភារៈរបស់ជនស៊ីវិលការខូចខាតខ្ទេចខ្ទីនិងធ្ងន់ធ្ងររយៈពេលវែងដល់បរិស្ថានធម្មជាតិនិងតាក់ទងអត្ថប្រយោជន៍ជាក់ស្ដែងនិងផ្ទាល់ដែលបានរំពឹងទុកគឺជាឧក្រិដ្ឋកម្មសង្គ្រាមគោលការណ៍បរិស្ថានគោលការណ៍ទី24នៃសេចក្តីប្រកាសទីក្រុងរីយ៉ូស្តីពីបរិស្ថាននិងការអភិវឌ្ឍឆ្នាំ1992ទទួលស្គាល់ថាសង្គ្រាមគឺជាការបំផ្លិចបំផ្លាញដល់ការអភិវឌ្ឍប្រកបដោយចីរភាពដូច្នេះរដ្ឋនានាត្រូវបានតម្រូវឲ្យគោរពច្បាប់អន្តរជាតិផ្ដល់ការការពារបរិស្ថានក្នុងកំឡុងពេលចំនួនប្រដាប់អាវុធនិងត្រូវសហការក្នុងការអភិវឌ្ឍបន្ថែមទៀតតាមការចាំបាច់ជាសារវ័នសង្គ្រាមមិនដែលនាំមកនូវផលវិជ្ជមានដល់បរិស្ថានទេវាតែងបង្កនូវវិនាសកម្មទាំងសត្វនិងទាំងមនុស្សជាតិទាំងមូលក្នុងន័យនេះរាល់ចំនួនទាំងអស់គប្បីប្រើយន្តការចរចានិងគោលការណ៍ច្បាប់មកដោះស្រាយដោយសន្តិវិធីដើម្បីរក្សាឲ្យខានតែបាននូវសន្តិភាពនិងសុខដុមរមណីយកម្មរវាងមនុស្សនិងមនុស្សនិងធម្មជាតិលោកអៀងសុផល្លែតបានបញ្ជាក់ថាការការពារបរិស្ថានក្នុងពេលមានជម្លោះមិនមែនជាជម្រើសនោះទេប៉ុន្តែវាជាកាតព្វកិច្ចមនុស្សធម៌យើងត្រូវរួមគ្នាពង្រឹងការអនុវត្តច្បាប់អន្តរជាតិនិងបង្កើនការបដិញ្ញាចិត្តសកលចំពោះសន្តិភាព
ចិនខឹងសម្បានិងប្រទេសដែលរិះគន់សមយុទ្ធចិននៅក្នុងដែនទឹកតៃវ៉ាន់ប្រទេសចិននៅថ្ងៃពុធទី31ខែធ្នូបានអះអាងថាខ្លួនបានបិទបញ្ចប់ដោយជោគជ័យសមយុទ្ធបាញ់គ្រាប់កាំភ្លើងពិតនៅជុំវិញកោះតៃវ៉ាន់នៅថ្ងៃនេះដែរចិនតាមរយៈអ្នកនាំពាក្យជាន់ខ្ពស់របស់ក្រសួងការពារជាតិបានចេញសេចក្តីថ្លែងការណ៍ថ្កោលទោសប្រទេសមួយចំនួនដូចជាជប៉ុនអូស្ត្រាលីជាដើមដែលរិះគន់សមយុទ្ធរបស់ចិននៅជុំវិញតៃវ៉ាន់សមយុទ្ធរបស់ចិនដែលមានបាញ់គ្រាប់កាំភ្លើងពិតនៅជុំវិញកោះតៃវ៉ាន់បានបិទបញ្ចប់ដោយជោគជ័យនៅថ្ងៃពុធទី31ខែធ្នូនេះបើតាមការអះអាងរបស់មេបញ្ជាការកងទ័ពជើងទឹកលោកលីស៊ីនៅក្នុងសេចក្តីប្រកាសព័ត៌មានមុននឹងបញ្ជាក់ថានេះជាសមយុទ្ធក្រោមឈ្មោះថាបេសកកម្មយុទ្ធធរ2025បិទបញ្ចប់ទៅមែនប៉ុន្តែកងទ័ពចិននៅតែបន្តហ្វឹកហាត់ដើម្បីត្រៀមខ្លួនទប់ស្កាត់រាល់ការប៉ុនប៉ងទាមទារឯករាជ្យរបស់ក្រុមបះបោរតៃវ៉ាន់ឬការលូកដៃពីប្រទេសខាងក្រៅនៅក្នុងសមយុទ្ធរយៈពេល2ថ្ងៃសម្ដៅវាយប្រហារទាំងស៊ីបយោធានិងបិទគប់កំពង់ផែសំខាន់របស់តៃវ៉ាន់កងទ័ពចិនផ្ដោតទៅលើការហាត់សមប្រើប្រាស់គ្រាប់ពិតប្រយុទ្ធទាំងលើទឹកនិងលើអាកាសសមយុទ្ធរបស់ចិនដែលប្រើប្រាស់សភាវុធមិនថាដ្រូនយន្តហោះចម្បាំងនាវាចម្បាំងត្រូវបានតៃវ៉ាន់ថ្កោលទោសចាត់ទុកថាជាការហាត់សមឡោមព័ទ្ធគម្រាមសម្លុតតៃវ៉ាន់ប្រទេសមួយចំនួននៅមហាសមុទ្រប៉ាស៊ីហ្វិកក៏បានរិះគន់សមយុទ្ធទ្រង់ទ្រីធំរបស់ចិនលើកនេះចំពោះជប៉ុនដែលជាប្រទេសជិតខាងរបស់តៃវ៉ាន់សមយុទ្ធរបស់ចិនកំពុងបង្កើនភាពតានតឹងនៅច្រកសមុទ្រតៃវ៉ាន់ក្រសួងការបរទេសអូស្ត្រាលីថ្កោលទោសសកម្មភាពធ្វើសមយុទ្ធរបស់ចិនដែលអាចបង្កឲ្យមានអស្ថិរភាពក្នុងតំបន់កាលពីថ្ងៃអង្គារសហភាពអឺរ៉ុបបានវិតម្លៃថាសកម្មភាពយោធារបស់ចិនកំពុងគំរាមកំហែងសន្តិភាពនិងស្ថិរភាពនៅក្នុងពិភពលោកពេលកាំងនៅថ្ងៃពុធនេះតាមរយៈអ្នកនាំពាក្យរបស់ក្រសួងការបរទេសលោកលីនជៀនបានវាយបកវិញដោយទាត់ចោលរាល់ការរិះគន់របស់បណ្ដាប្រទេសដែលលោកចោទប្រកាន់កំពុងធ្វើខ្វាក់ធ្វើកោមិនឃើញមិនថ្កោលទោសក្រុមបះបោរតៃវ៉ាន់ដែលប៉ុនប៉ងចង់ប្រកាសឯករាជ្យកោះតៃវ៉ាន់តាមរយៈកម្លាំងយោធាចំពោះអ្នកនាំពាក្យចិនប្រទេសខាងលើពុតត្បុតនឹងគ្មានការទទួលខុសត្រូវទាល់តែសោះព្រោះពួកគេរិះគន់នយោបាយរបស់ចិនដែលតាមពិតកំពុងព្យាយាមការពារដែនអធិបតេយ្យនិងបូរណភាពទឹកដីរបស់ខ្លួនតែប៉ុណ្ណោះទន្ទឹមនឹងការវាយបកប្រទេសដែលរិះគន់សមយុទ្ធឡោមព័ទ្ធតៃវ៉ាន់លើកនេះអ្នកនាំពាក្យរបស់ក្រសួងការបរទេសចិនបានថ្លែងកោតសរសើរលើរុស្ស៊ីប៉ាគីស្ថានវេណេស៊ុយអេឡាជាដើមដែលចេញមុខគាំទ្រចំណាត់ការរបស់ចិនចំពោះការប៉ុនប៉ងទាមទារឯករាជ្យណាមួយរបស់តៃវ៉ាន់ដែលចិនចាត់ទុកជាខេត្តមួយរបស់ខ្លួនបើសិនបងប្អូនពេញចិត្តនៅវីដេអូនេះសូមជួយចុច Subscribe ចុចសញ្ញាកណ្ដឹងដើម្បីទទួលបាននូវព័ត៌មានថ្មីៗជាបន្តទៀត